រៀបសួរបងប្អូនអ៊ំពូមីងពុកម៉ែទាំងអស់គ្នាហើយជាពិសេសដល់គ្រួសារអ្នកនាំរឿងខ្ញុំបាទហេតុអ្វីគឺជាសមាជិកម្នាក់នៅក្នុងគ្រួសារអ្នកនាំរឿងហើយខ្ញុំក៏ជាម្ចាស់គេហទំព័រ KH Diamond KH Full HD និង KH Anime ខ្ញុំចង់និយាយទៅប្រាប់បងប្អូនអំពីរឿងមួយខ្ញុំបានតាមដានយូរហើយដោយឃើញបងប្រុសម្នាក់ដែលជាគ្រូស្ម័គ្រចិត្តគាត់ឈ្មោះផាត់សុផលគាត់បានគេថាគាត់បើកបង្រៀនក្មេងៗបង្រៀនដោយឥតគិតថ្លៃដែលបង្រៀនដោយខ្ញុំបាទផាតសុផលហើយក៏នៅមានវគ្គសិក្សាផ្សេងៗច្រើនទៀតដែលយើងត្រៀមបើកដំណើរការឥឡូវនេះខ្ញុំត្រូវការទូរស័ព្ទដៃមួយគ្រឿងដើម្បីថតនិង live សកម្មភាពបង្រៀនបើហាងទូរស័ព្ទដៃឬ brand ទូរស័ព្ទដៃណាចង់ sponsor ខ្ញុំផ្សព្វផ្សាយជូនរយៈពេល1ឆ្នាំសូមទំនាក់ទំនងមកលេខទូរស័ព្ទឬ Telegram 012 900 547ចូលរួមទាំងអស់គ្នាអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាចាប់ផ្ដើមពីទីជនបទហើយខ្ញុំឃើញគាត់ព្យាយាមផ្សព្វផ្សាយមែនទែនហើយមើលទៅដូចថាគាត់ធ្វើដល់បេះដូងហ្មងណាខ្ញុំតាមដានគាត់យូរដែរហើយគាត់ធ្វើដល់បេះដូងហើយគាត់ចង់ឲ្យក្មេងៗដែលស្រឡាញ់ខាងវិស័យអស់ហ្នឹងដើម្បីបានរៀនបានសូត្រព្រោះវិស័យអស់ហ្នឹងទៅអនាគតទៅគឺវាជាអាចនឹងថាជាមុខរបរមួយដែលរកចំណូលបានខ្ពស់ហើយនឹងវាអភិវឌ្ឍធនធានដូចថាធនធានមនុស្សអភិវឌ្ឍធនធានមនុស្សនឹងបានកាន់តែខ្លាំងនៅស្រុកខ្មែរយើងកម្រអ្នកដែលចេះធ្វើ anime ចេះធ្វើគំនូរជីវចលដូចសុកគេយើងសម័យថាមើលរឿងណាចាចិនគេដើរដល់ណាហើយគិតថាតុក្កតាជារឿងធម្មតាតែមើលគេប្រមូល1000លានដោយសារអីដោយសារសម្បូរអ្នកចេះអ្នកគំនូរគឺជាអ្នកដែលពិនច្នៃប្រឌិតគឺអ្នកប្រើអារម្មណ៍សម័យបំផុតប្រើបេះដូងបំផុតអ្នកដែលស្រឡាញ់ការងារបំផុតម្ល៉េះហើយខ្ញុំឃើញបងផាតសផលហ្នឹងដែលគាត់គេថាសុំជំនួយដល់បងប្អូនយើងជំនួយសប្បុរសធម៌ជួយដូចជាមានខ្លះគាត់សង់ធ្វើសាលាធ្វើអីចឹងណាហើយខ្ញុំឃើញទៅឃើញដូចជាអត់ទាន់មានសប្បុរសធម៌ឬក៏អ្នកដែលចង់ជួយបានច្រើនប្រហែលទេឃើញដូចអត់សូវមានហ្មងនិយាយទៅម្ល៉េះហើយក៏ខ្ញុំបានឲ្យប្រពន្ធខ្ញុំឆាតតាក់ទងទៅគាត់ថាបងប្រុសខ្ញុំចង់ជួយបងនឹងជួយក្មេងៗបងប្អូនបានចូលរៀនបានអីចឹងណាចង់ជួយគាត់នៅអ្វីដែលគាត់ចង់ធ្វើនឹងការចែករំលែកចំណេះដឹងអស់ហ្នឹងហើយគាត់បរៀនអត់យកលុយទេគឺអត់មានយកលុយទេអញ្ចឹងគាត់សុំថាសាលាអាគារសាលាហើយនឹងដូចជាទូរស័ព្ទម្ល៉េះហើយពេលនេះខ្ញុំក៏បានប្រាប់គាត់ថាបងខ្ញុំមានទឹកចិត្តតិចតួចជូនបងមួយខែ$100ជូនបងរាល់ខែហ្មងទឹកប្រាក់ប្រឹងវាតិចតួចទេប៉ុន្តែខ្ញុំជឿថាអាចសម្រាលគាត់បានខ្លះជាចំណែកទូចមួយខែ100មិនមួយឆ្នាំហើយឈប់ទេណាដំណាក់កាលណាលុះត្រាតែគេហទំព័រគេដៃមិនបិទឈប់មាននៅលើលោកអាហ្នឹងបានខ្ញុំឈប់ជួយគាត់ឬក៏គាត់ថាបានហើយបងប្រុសបានហើយប៉ុណ្ណឹងបានហើយឥឡូវយើងមានគ្រប់គ្រាន់ហើយហ្នឹងអូខេហើយមួយទៀតជំនួយទាំងអស់នេះមួយខែ$100ជូនទៅគាត់នេះមិនមែនលុយខ្ញុំទេណាគឺជាទឹកប្រាក់បងប្អូនទាំងអស់គ្នានៅក្នុងគ្រប់ក្រុមគ្រួសារអ្នកនាំរឿងដោយគាត់បានទិញរឿងខ្ញុំដកថវិកាដែលបានពីការទិញរឿងហ្នឹងយកទៅជួយគាត់ហើយខ្ញុំអត់ចង់កាពិតបើចិត្តខ្ញុំវិញខ្ញុំធ្វើបុណ្យខ្ញុំធ្វើទានច្រើនខ្ញុំមិនដែរចង់ចេញមុខទេចូលបុណ្យចូលសាងសង់អីក៏ខ្ញុំអត់ឲ្យចាក់អាចារ្យណាដាក់ឈ្មោះដែរខ្ញុំមិនចូលចិត្តធ្វើឲ្យបញ្ចេញមុខអួតទេព្រោះសង្គមនោះខ្ញុំឃើញច្រើនណាស់ជាក់ស្ដែងខ្ញុំផ្ទាល់ហ្មងខ្ញុំឃើញផ្ទាល់ខ្ញុំដឹងរឿងផ្ទាល់ពីអ្នកម្ចាស់ជំនួយដែលស្នើសុំតែទៅដល់ដៃអ្នកដែលត្រូវបានជួយណានិយាយហោះថាគេឧបត្ថម្ភទៅម្ចាស់ជំនួយ100%អញ្ចឹងលុយហ្នឹងពេលបានទៅដល់ដៃម្ចាស់បានដល់ដៃអ្នកដែលធ្វើការជំនួយត្រឹម50%ទេអាហ្នឹងរឿងពិតដែលខ្ញុំជួបព្រោះខ្ញុំឃើញតែខ្ញុំអត់និយាយទេព្រោះសង្គមនឹងវាអញ្ចឹងឡោះហើយខ្ញុំមកនេះគឺខ្ញុំប្រាប់បងប្អូនថា
ចែកបុណ្យជូនកុសលទាំងអស់គ្នាដល់បងប្អូននៅការទិញរឿងហ្នឹងហើយអញ្ចឹងអាចំណែកលុយទៅទិញរឿងហ្នឹងមិនត្រឹមតែខ្ញុំបានយកទៅធ្វើយើងតែយើង share គ្នាអញ្ចឹងយើងចូលគ្នាម្នាក់2000ដើម្បីមើលមួយរឿងដើម្បីយកលុយទៅធ្វើរឿងបន្តទៀតហ្នឹងទៅបងដឹងស្រាប់ហើយខ្ញុំធ្លាប់ប្រាប់ថាការចំណាយមួយរឿងប្រហែលវាច្រើនហើយតំណឹងហ្នឹងលុយហ្នឹងក៏ខ្ញុំដកមកចំណែកយកទៅឧបត្ថម្ភជូនបងប្រុសនិយាយទៅដូចខ្ញុំចង់និយាយថាវាអត់ខ្ញុំវាអត់ចង់យកមុខអីទៅបង្ហាញបងប្អូនថាធ្វើដើម្បីនេះជឿតែមានអ្នកតែគេអត់ចូលចិត្តយើងគេនឹងថាអាចទេនៅតែប៉ុសវីដេអូអួតគេដដែលខ្ញុំតបទៅវិញក្នុងចិត្តថាអាចក៏អាចទៅរឿងក៏រឿងអញថាអញអួតក៏អួតទៅប៉ុន្តែអញបានជួយបើសិនជាអ្នកឯងនិយាយប្រមាថអាពាក្យហ្នឹងមែនណាអ្នកឯងដូចកំពុងតែមើលស្រាលបងប្អូនគ្រួសារអ្នកនាំរឿងយើងទាំងអស់អញ្ចឹងវាទឹកចិត្តគាត់ព្រោះលុយនេះមិនមែនលុយខ្ញុំទេណាលុយពួកគាត់ទេណាហើយមួយទៀតខ្ញុំនឹងបញ្ជាក់បន្ថែមការបង្រៀនរបស់គាត់មានដូចជាបង្រៀនគំនូរភាសាអង់គ្លេសហើយចំពោះថ្នាក់កុំព្យូទ័រវិញមានរៀន Microsoft Word Adobe Photoshop Adobe Premiere ហ្នឹងហើយ Adobe Premiere នេះហើយនឹង graphic ដែលបង្កើតជា animation គំនូរជីវចលអីចឹងទៅអាចចូលរៀនបានណាគឺគាត់អត់យកលុយទេគឺបង្រៀនដោយស្ម័គ្រចិត្តហើយខ្ញុំឃើញគាត់បោះថាគាត់ត្រូវការទូរស័ព្ទមួយគ្រឿងដើម្បីឲ្យសិស្សគាត់ហ្នឹងឬក៏ដូចថាប្អូននិងក្មួយគាត់ហ្នឹងណាបានថត live គ្រប់សកម្មភាពពេលរៀនហ្នឹងគាត់ខ្វះទូរស័ព្ទមួយគ្រឿងមានអ្នកបងប្អូនយើងពីមុនគាត់ឧបត្ថម្ភកុំព្យូទ័រចាស់បានខ្លះហើយតែឥឡូវនេះគាត់ត្រូវការទូរស័ព្ទខ្ញុំឃើញបែបហ្នឹងខ្ញុំក៏រកតាក់ទងទិញទូរស័ព្ទមួយគ្រឿងឲ្យគាត់ដែលកាមេរ៉ាថតបានល្អហើយខ្ញុំក៏នឹកឃើញដល់នេះតាក់ទងទៅមេងកែវអូខេ shout out ទៅមេងកែវផងដែលជា admin ធំរបស់បងប្អូនហ្នឹងឯងពេកពុតផ្ទុះតែពេកពុតផ្ទុះខ្លាំងប៉ុណ្ណាខាងរឿង drama ក្រេហ្នឹងហើយគាត់ក៏ណែនាំឲ្យយកទូរស័ព្ទមួយគ្រឿងនេះលក្ខណៈដល់ប្រម៉ូទទូរស័ព្ទទៀតនេះមួយគ្រឿងនេះគាត់ថាបើយក Samsung អីវាតម្លៃខ្ពស់ពេកហើយណាមួយកាមេរ៉ានឹងនេះគេគេឲ្យយកបល់ណាវាអន់ជាងនេះទេហើយនេះពេលខ្ញុំចាក់ស្ដែងខ្ញុំតេស្តកាមេរ៉ាតេស្តអីមើលវាបានមែនព្រោះ200 megapixel អានេះវាអូខេខ្ញុំតេស្តឲ្យអស់ហើយ RAM 12GB ស្មើ Samsung អូម៉ា20 Ultra 25ទៀតនេះតម្លៃវាដូចជាតម្លៃ300ជាងហ្នឹងហើយតម្លៃ300ជាងហ្នឹងហើយអញ្ចឹងមានប៉ុន្តែហើយណាមួយចំពោះទូរស័ព្ទមួយគ្រឿងនេះដែលខ្ញុំនឹងផ្ដល់ជូនបងអូខេហើយទូរស័ព្ទនេះគឺបានពីចំណូលដែលបងប្អូនទិញរឿងណាចាមកប្រើនេះទុះខ្លាំងធ្វើល្បីខ្លាំងហើយក៏អរគុណដល់លោកពូអ្នកមីងបញ្ចូលសលេងដែលធ្វើហើយនឹងអ្នកបកប្រាយផងគឺ TV ហើយនឹងលោកពូស្អែមនឹងអ្នកមីងសូរីដាគាត់ដាក់មកចំមកឆ្ងាញ់ហ្មងទាំងកំណាប់ទាំងអីសម្បីតែហ្នឹងហើយបងប្អូនយើងឃើញយកប៉ុស្តិ៍យកកំណាប់នឹងប៉ុស្តិ៍ច្រើនធ្វើផ្ទុះរឿងហ្នឹងមែនតើហ្មងប៉ុន្តែបងប្អូនខ្លះគាត់យល់ច្រឡំថារឿងតែមួយវាមានគេធ្វើដែរអញ្ចឹងណាប៉ុន្តែបងប្អូនឃើញជាក់ស្ដែងហើយថាល្បីសរសើរអីហើយសាច់រឿងមិនដឹងខ្លួនឯងហើយអញ្ចឹងដល់ការបើរកចំណូលមួយទូរស័ព្ទមួយគ្រឿងនេះគឺបានពីបងប្អូនដែលទិញរឿងណាចាខ្ញុំដកពីចំណូលពីរឿងណាចាយកមកទិញទូរស័ព្ទហ្នឹងឲ្យបងប្រុសបងប្អូននឹងអត់ខ្ញុំពីទូចខ្ញុំស្រឡាញ់ណាខាងអ្នករចនាខាងអ្នកធ្វើ animation ជាពិសេសខ្ញុំស្រឡាញ់ការបង្កើត game ផ្សេងខ្ញុំចូលលេង game ផងអញ្ចឹងឲ្យតែឃើញបងប្អូនយើងជាក់ស្ដែងដូចកាលមុនមានបងប្អូនយើងខាង developer គាត់ផលិត game សុកអេនសៅកាលនេះអត់មានលុយទេអត់មានលុយហ្មងប៉ុន្តែខ្ញុំចូល donate ឲ្យនិយាយទៅឲ្យតែខ្មែរយើងធ្វើខ្ញុំធ្វើប៉ុនខ្ញុំជួយជាមួយអ្នកដែលគេគាត់ចង់គាត់ប្រឹងធ្វើតែគាត់ខ្វះលទ្ធភាពដោយសារតែពីមុនខ្ញុំចង់តែខ្ញុំអត់មានលទ្ធភាពទេខ្ញុំអត់បានរៀនដល់ពេលខ្ញុំឃើញអញ្ចឹងមកខ្ញុំចូលចិត្តប៉ុន្តែបើថាឲ្យជួយអ្នកក្រខ្សត់កំព្រាក្មេងកំព្រាអីអានឹងខ្ញុំអត់សូវជួយទេនិយាយទៅឥឡូវអត់ទាន់ជួយដោយសារអីមានគេជួយច្រើនហើយមានអង្គការជួយច្រើនហើយដោយការមុនគ្រាន់តែចោលលួចដលងទៅកើតជាតួឯកវិញ
កំសត់បន្តិចទៅជួយចោលវិញអាហ្នឹងខ្ញុំនិយាយខឹងខ្ញុំខឹងបើវាត្រូវបើបងប្អូនឯងជាម្ចាស់ចកាវិញមានចោលលួចវិញមិនដឹងខ្ញុំធ្លាប់ចោលលួចម៉ូតូអស់2គ្រឿងហើយដាក់ពាក្យបណ្ដឹងដែរអត់ប្រយោជន៍ទេខ្ញុំទឹកភ្នែកខ្ញុំពិបាកខ្ញុំហត់ខ្ញុំវេទនាណាតោះខ្ញុំក៏ធ្លាប់អាណិតចោលដែរគូវាយគេហ្នឹងតែប៉ះចំបងប្អូនឯងដឹងហើយដល់រឿងអ្នកលក់សាំងនេះស្អីចាក់សាំងចម្លងចម្រាយទៀតវាអត់សមហេតុផលរឿងមិនត្រូវផងហ្នឹងហេជួយគាត់ក៏ជួយទៅប៉ុន្តែសង្គមហ្នឹងវាអញ្ចឹងអញ្ចឹងមកខ្ញុំថាអញ្ចឹងមានតែជួយច្រើនហើយរឿងនេះអត់រឿងនេះក្រឲ្យតែពីអាណិតមានតែជួយច្រើនហើយប៉ុន្តែខ្ញុំជួយចំពោះអ្នកដែលប្រឹងអ្នកដែលកំពុងធ្វើអ្នកដែលមានគោលដៅនឹងក្តីសម័យហើយប្រឹងធ្វើខ្ញុំជួយខ្វះលទ្ធភាពខ្ញុំជួយអនាគតខ្ញុំសឹងខ្ញុំចង់បង្កើតក្រុមហ៊ុនធំមួយសម្រាប់ពួកគាត់ដើម្បីឲ្យដំណើរការនៃmovie អូខេ movie ដូចជារឿងanimation ឬក៏ developer បង្កើត game មួយដ៏ធំនៅស្រុកខ្មែរឲ្យខ្មែរយើងមានមុខអាហ្នឹងណាបើខ្ញុំកើតជាអុកញ៉ាផ្សេងគេយកលុយទៅធ្វើនេះធ្វើនោះទៅខ្ញុំអត់ដឹងទេតែខ្ញុំយកលុយទៅធ្វើអញ្ចឹងព្រោះវាជាចំណងចំណូលចិត្តរបស់ខ្ញុំកុនរឿង game ខ្ញុំចូលចិត្តប្រពន្ធបោះឈូងចោលសារតារឿងច្រើនដងហើយនៅ website ហ្នឹងមកទៅមិនបានចេញលទ្ធផលប៉ុណ្្នឹងទេក៏មិនបានប្រពន្ធគ្រប់គ្រងដែរព្រោះដំបូងគាត់ដឹងតែស្អីគាត់គិតថាខ្ញុំមួយថ្ងៃអត់មានពេលគាត់គិតតែនៅតែមុខកុំព្យូទ័រអាហ្នឹងអញ្ចឹងអូខេប៉ុណ្្នឹងហើយខ្លីៗអរគុណច្រើនហើយចំពោះបងប្អូនដែលចង់ចូលរួមជួយគាត់ណាចាំខ្ញុំដាក់លេខហ្នឹងឯងលេខទូរស័ព្ទគាត់ឲ្យតាក់ទងទៅគាត់ផ្ទាល់ហ្មងមិនបាច់មកអត់ដាក់លេខខ្ញុំទេទៅអត់ដាក់ ABA ខ្ញុំទេអត់ហ្មងព្រោះអាហ្នឹងយើងធ្វើអញ្ចឹងជាក់ស្ដែងប្រកាសថាទៅដល់ដៃម្ចាស់គេមែនមកឧទាហរណ៍ថាបងប្អូនមកឲ្យខ្ញុំអត់ដឹងថាខ្ញុំឲ្យគាត់ដល់គាត់ 100% ឬអត់អត់ដឹងខ្ញុំគប់គេប៉ុន្មានក្នុងហ្នឹងជួយយកចូលចិត្តអញ្ចឹងខ្ញុំដាក់ឲ្យបងប្អូនផ្ទាល់តាក់ទងទៅគាត់ផ្ទាល់ហ្មងហើយបងប្រុសគាត់ថាបើសិនជាមានអ្នកជំនួយទូរស័ព្ទគាត់មួយគ្រឿងណាគាត់ទៅមើលគាត់សុំតាំងពីថ្ងៃទី17ខែ4ហ្នឹងហើយមកដល់ឥឡូវអត់ទាន់មានទេអញ្ចឹងបើគាត់ថាបើសិនជាមានឧបត្ថម្ភទូរស័ព្ទមួយគ្រឿងគាត់បានថត live វាសម្រួលគាត់អញ្ចឹងគាត់នឹងជួយផ្សព្វផ្សាយឲ្យខ្ញុំឬក៏អ្នកដែលជាម្ចាស់ជំនួយហ្នឹងរយៈពេល1ឆ្នាំតែអត់គិតថ្លៃតែខ្ញុំសូមប្រាប់បងវិញថាខ្ញុំសូមអរគុណចំពោះទឹកចិត្តបងមែនតើគាត់ណាការជួយបងដល់ក្មេងៗហ្នឹងវាជាទឹកចិត្តធំពេកបាត់ហើយខ្ញុំសូមបងថាមិនបាច់ទេបងមិនបាច់ជួយផ្សព្វផ្សាយខ្ញុំទេបងយកពេលដើម្បីទៅជួយបងប្អូនសិស្សអានុសិស្សវិញណាខ្ញុំអត់អីទេខ្ញុំអត់ចង់បានការផ្សព្វផ្សាយអីទេនិយាយមែនមិនមែនថាអត់ចង់ឲ្យបងផ្សព្វផ្សាយទេគ្រាន់តែថាខ្ញុំអត់ចង់ខ្ញុំយល់ពីការអរគុណបងតែប៉ុណ្្នឹងទៅបានមិនបាច់ទេដើម្បីឲ្យបងមានពេលអញ្ចឹងបងឡៃរកកណិតមកគិតធ្វើមិនដើម្បីផ្សព្វផ្សាយអីអញ្ចឹងអត់ទេព្រោះការងារខ្ញុំរាល់ថ្ងៃខ្ញុំមានហើយខ្ញុំអីហើយចំពោះ website ការធ្វើហ្នឹងក៏ខ្ញុំមិនមែនធ្វើដើម្បីរកស៊ី business ដែរមិនដូចអ្នកខ្លះវាចេះតែគិតថាខ្ញុំធ្វើដើម្បីរកលុយហ្នឹងហើយលុយខ្ញុំធ្វើរកហើយរកដើម្បីយកមកជួយអញ្ចឹងបងប្អូនអញ្ចឹងអាហ្នឹងអញ្ចឹងខ្ញុំមិនមែនធ្វើខ្ញុំ share ចែកគ្នាទេបើសិនជាខ្ញុំរកស៊ីខ្ញុំមិនដាក់លក់មករឿង2000ទេគាត់ទៅប្រាប់មករឿងចំណាយចិត្ត1000នៅការបញ្ចូលសលេងទៅការអីអ្នកដឹងមិនដឹងព្រោះអ្នកបញ្ចូលសលេងខ្ញុំខ្ញុំឲ្យគាត់តម្លៃខ្ពស់សមសមត្ថភាពពួកគាត់ហើយនៅអ្នកកាត់តអ្នកបកប្រែការធ្វើទីផ្សារទៅបងប្អូនគិតមើលអស់ហ្មងគាត់គិតទៅមករឿងចឹងចឹង2000រៀលហ្នឹងណាចូលដើមខ្ញុំបន្ថែមអស់ពីលើហ្នឹងសឹងតែ 100% ដើម្បីផលិតរឿងនឹងចេញមកបងប្អូនបានមើលអញ្ចឹងគាត់ទៅប្រាប់ថា KH Diamond មិនមែន business មិនមែនធ្វើដើម្បីរកស៊ីទេអាជីវកម្មទេហើយដឹងគឺ share ចែកគ្នាមើលដោយសារតែបងប្អូនសំណងពោទេបើខ្ញុំធ្វើបង្កើតដល់ហ្នឹងបញ្ចូលសលេងហ្នឹងមកមែនអត់ពួកបងប្អូនឡងសំណងពោថាធ្វើបញ្ចូលសលេងនិយាយខ្មែរព្រោះកាលមុនខ្ញុំធ្វើបញ្ចូលសលេងនិយាយខ្មែរមើល free ហ្នឹងតែបងប្អូនថាតែហ្នឹងលុយខ្ញុំមកអស់ច្រើនបងប្អូនថាឥឡូវឲ្យធ្វើទៅដូនកាលហ្នឹងដូនណាត់ឲ្យខ្ញុំអត់យកដែរវិញនិយាយអួតវិញខ្ញុំមានលុយដែរអួតចឹងចង់មានចការដែរចឹងខ្ញុំអត់យកទេហើយដល់ពេលបងប្អូនគាត់សំណងពោថាចង់ឲ្យយើងធ្វើថែមអញ្ចឹងគាត់ទុកចិត្តចូលលុយគ្នាក៏បានដែរអញ្ចឹងក៏ខ្ញុំគិតថាអូម្យ៉ាងអញ្ចឹងខ្ញុំជួយ share គ្នាទៅម្នាក់2000អញ្ចឹងបើខ្ញុំអត់ចូលចិត្តពាក្យអតិថិជនឬក៏អ្នកលក់អីទេគ្រួសារគឺគ្រួសារបងប្អូនគឺបងប្អូនហើយខ្ញុំអត់ចេះរៀបរឹកជ្រាបសួរបងមានការអីដែរអត់ទេ brother គឺ brother បងប្រុសគឺបងប្រុសបងប្រុសគឺបងប្រុស
បងស្រីគឺបងស្រីនិយាយលក្ខណៈគ្រួសារធម្មតាទូទៅអានឹងបានសំជាគ្រួសារអ្នកនាំរឿងហើយនឹងមួយទៀតខ្ញុំយល់ពីការសំណូមពរចង់បាននេះចង់បាននោះប៉ុន្តែដូចខ្ញុំនិយាយចឹងមុននឹងខ្ញុំធ្វើអីគឺខ្ញុំគិតគឺខ្ញុំធ្វើតម្រូវតាមខ្លួនខ្ញុំរឿងក៏ខ្ញុំរើសតាមខ្លួនខ្ញុំដែរគាត់ថារឿងខ្ញុំមួយខ្ញុំរើសតែខ្លឹមហើយបងប្អូនចូលមើលគត់រឿងអត់ផុតមានប្រហែលរឿងនឹងសារបងប្អូនសំណូមពរគ្រប់រឿងរបស់ខ្ញុំដាក់ចូលគឺសិតតែខ្លឹមមិនត្រឹមតែ red ខ្ពស់វាមានតាមរឿងវាមានតាមលំដាប់លក្ខណៈ level ទៀតដូចមើលជាងមើលសភៅចឹងកម្រិតទី1កម្រិតទី2កម្រិតទី3ចាក់ស្ដែងទីហោដូចរឿងបឹងកាដូបងប្អូនមើលភាគច្រើនមើលអត់យល់ថាអត់ល្អមើលក៏រឿងនេះល្អមើលគាត់ថាបងប្អូនអត់យល់ពីប្រភេទសាច់រឿងអញ្ចឹងគឺគេប្រើ IQ គឺមើលបដៅគិតអត់ដូចលេងហ្គេមចឹងធ្វើមិនដោះស្រាយហ្នឹងឲ្យបានអាហ្នឹងប្រភេទរឿងអញ្ចឹងខ្ញុំចូលចិត្តច្រើនដូចជា instance រឿងបេសកកម្មក្នុងសបិនបងគាត់ថាមើលពីរដងអត់យល់ខ្ញុំមើលតែម្ដងខ្ញុំមើលយល់ដោយសារតែខ្ញុំចូលចិត្តអាផ្នែកខាងសិក្សាអំពីសបិនសិក្សាអំពីឱកាសសិក្សាអំពីអីប្លែកអីចឹងណាអូខេតែប៉ុណ្្នឹងឯងអូទៅវិញឆ្ងាយនិយាយយូរទៅនឹងម៉ានទីឯងអញ្ចឹងអរគុណបងប្រុសខ្ញុំនឹងផ្ញើជូនទៅបងប្រុសផ្ញើជូនទៅបងប្រុសផាត់សផលហ្នឹងឯងនឹងជូនគាត់ចាំផ្ញើទៅដល់បាត់ដំបងអូខេថ្ងៃហ្នឹងហ្មងហើយនឹងជូនបង$100រាល់ខែបាទគឺរៀងរហូតលុះត្រាតែឈប់ដូចការខ្ញុំបិទ website ព្រោះតែបងប្អូនទិញរឿងហ្នឹងលុយហ្នឹងខ្ញុំយកទៅឲ្យបងតែឈប់មាន website អស់លុយរឿងហ្នឹងមានណាទៀតមានអីទៀតអរគុណពីខ្ញុំបាទហេតុអ្វីសមាជិកម្នាក់នៅគ្រួសារអ្នកនាំរឿងបាយបាយ